ក្មេងៗឥឡូវលែងសូវស្គាល់នំកងខ្មែរយើងហើយចាមិនថាកូនគេមិនថាកូនខ្ញុំទេថ្ងៃមុនទិញនំកងឲ្យញ៉ាំគាត់ថានំដូណាត់អញ្ចឹងហើយថ្ងៃនេះខ្ញុំចង់ធ្វើខ្លួនឯងយកឲ្យគាត់ញ៉ាំហើយនឹងប្រាប់គាត់ឲ្យស្គាល់ពីនំកងខ្មែររបស់យើងកុំឲ្យច្រឡំជាមួយនឹងនំដូណាត់អញ្ចឹងណាហើយខ្ញុំធ្វើថ្ងៃនេះចាប្រហែលជាលាយម្សៅត្រូវហើយរៀនធ្វើលើកទី1ទេចាសាច់នំខាងក្រៅស្រួយខាងក្នុងទន់ឆ្ងាញ់ហ្មងហើយជាមួយនឹងស្ករត្នោតដែលជាស្ករខ្មែរយើងកូរក្លិនឈ្ងុយល្អមែនតែនស្ករសុទ្ធណាអញ្ចឹងយកមកធ្វើទៅគឺមានរសជាតិឆ្ងាញ់គ្រឿងផ្សំខ្ញុំប្រើម្សៅតើ3ខាំម្សៅខ្សាយខ្ញុំលាយតែ1ខាំកន្លះទេហើយមានខ្ទិះដូងស្ករត្នោតអំបិលម៉ត់ល្ងហើយនឹងស្ករសអញ្ចឹងណាបងប្អូនឥឡូវមកលាយម្សៅមួយខ្ញុំទាំងអស់គ្នាចាក់ម្សៅតើយើងចូល3ខាំហ្នឹងមកខ្ញុំបានថ្លឹងត្រឹមត្រូវហើយចាហើយម្សៅខ្សាយខ្ញុំលាយចំនួន1ខាំកន្លះប៉ុន្តែខ្ញុំអត់បានវល់ខ្ទិះដូងទេបងប្អូនអញ្ចឹងយើងលាយតាមចាបងប្អូនមើលចាក់ស្ដែងទៅហើយដាក់អំបិលម៉ត់មកចុងសាបៀបាយស្ករសខ្ញុំប្រើតែ2ស្លាបព្រាទេចាអត់ប្រើច្រើនទេអត់យកម្សៅផ្អែមទេព្រោះយើងជ្រលក់ស្ករហើយខ្ទិះដូងនេះយើងយកទៅដាំនៅលើភ្លើងឲ្យក្តៅអ៊ុនៗចាំយកមកចាក់ធ្វើបែបនេះធ្វើឲ្យម្សៅរបស់យើងនឹងរលោងស្មូតល្អនៅពេលដែលយើងលុញនំណាបើសិនជាយើងប្រើខ្ទិះដូងឆៅក៏បានដែរគ្រាន់តែថាសាច់នំអត់សូវរលោងស្អាតដូចដែលយើងយកខ្ទិះដូងទៅកូរលើភ្លើងទេពេលដែលយើងកូរខ្ទិះដូងលើភ្លើងទៅវារៀងក្តៅទៅវាឡើងប្រេងបងប្អូននៅពេលប្រេងខ្ទិះដូងនឹងឡើងទៅយើងយកមកលាយម្សៅនំឃើញសាច់នំស្អាតណាទឹកខ្ទិះដូងនឹងខ្ញុំដាក់ម្ដងតិចអត់ដាក់ច្រើនហ្មងទេខ្លាចម្សៅយើងរាវអញ្ចឹងគឺខ្ញុំដាក់បន្តិចហើយបើសិនជាវាស្ទើរទៅខ្ញុំចាក់បន្ថែមទៀតអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងហើយយើងញីម្សៅយើងឲ្យសព្វចូលគ្នាបើសិនជាទឹកខ្ទិះដូងនឹងបងប្អូនដាក់ទៅស្ទើរអត់គ្រប់ម្សៅយើងនៅរឹងនៅស្ងួតគឺយើងអាចបន្ថែមទឹកក្តៅអ៊ុនៗថែមខាងក្រៅបន្តិចទៀតបានអញ្ចឹងណាបន្ទាប់ពីលាយម្សៅមើលទៅមកល្មមហើយញីសពចាសាច់ម្សៅរបស់យើងស្អិតចូលគ្នាហើយខ្ញុំយកមកលុញហ្មងខ្ញុំអត់មានផ្អាប់ទុកអីទេបងប្អូនចាគឺខ្ញុំញីឲ្យភ្លាមខ្ញុំយកសាច់នំរបស់យើងហ្នឹងមកលុញភ្លាមតែម្ដងហើយដូចបងប្អូនឃើញអញ្ចឹងយើងបេះតែម្ដុំមកយើងលុញឲ្យមូលហើយយើងយកម្រាមដៃរបស់យើងហ្នឹងចុចចំកដាលហើយច្បាច់ដូចនៅក្នុងវីដេអូខ្ញុំបង្ហាញទៅបងប្អូនចាធ្វើបែបហ្នឹងមកគឺរួចរាល់ហើយសាច់នំកងរបស់យើងគឺឡើងអាឡងតែម្ដងពេលយើងប្រើជាមួយនឹងខ្ទិះដូងក្តៅអ៊ុនអញ្ចឹងណាហើយយើងមានចានឬក៏ថាសមួយយើងរោយម្សៅតិចមកយើងដាក់នំដែលយើងមូររួចណាម្សៅដែលយើងមូររួចហ្នឹងពីលើទៅចាបើសិនជាយើងអត់មានរោយម្សៅខាងក្រោមទេគឺធ្វើឲ្យសាច់ម្សៅរបស់យើងដែលមូរជានំហ្នឹងគឺវាស្អិតជាប់នឹងចានឬក៏នឹងថាសដែលបងប្អូនត្រូវដាក់អញ្ចឹងទៅហើយយើងបន្តធ្វើបែបហ្នឹងរហូតតតែអស់ម្សៅណាបងប្អូនចាបងប្អូនធ្វើតិចមូរតិចទៅធ្វើច្រើនមូរច្រើនទៅឬក៏បងប្អូនចង់ធ្វើជានំក្រូចជ្រលក់ស្ករខ្លះក៏បានដែរគ្រាន់តែយើងត្រូវធ្វើស្នូលបន្ថែមទៀតអញ្ចឹងណាតែថ្ងៃនេះខ្ញុំធ្វើរៀងយប់អីអញ្ចឹងគឺខ្ញុំអត់បានធ្វើនំក្រូចជ្រលក់ស្ករទេខ្ញុំធ្វើតែនំកងមួយមុខហ្នឹងទេហើយដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងចាសាច់ម្សៅរបស់យើងនេះគឺរលោងស្មូតស្អាតណាស់អត់មែនលាយប្រេងឆាអីណាបងប្អូនខ្ញុំប្រើតែខ្ទិះដូងឯងប៉ុន្តែសាច់ម្សៅយើងគឺស្មូតស្អាតអញ្ចឹងហ្មងពេលដែលលុញរួចរាល់ហើយដាក់ដាំប្រេងឆាយើងឲ្យក្តៅហើយបងប្អូនបន្ថយភ្លើងតិចបានហើយនៅពេលដែលយើងប្រើភ្លើងខ្លាំងគឺធ្វើឲ្យសាច់នំរបស់យើងខ្លោចមួយវិញទៀតភ្លើងខ្លាំងពេកខ្លាញ់ក្តៅខ្លាំងពេកគឺធ្វើឲ្យនំរបស់យើងផ្ទុះនំខ្ញុំបំពងនេះបងប្អូនអត់មានផ្ទុះសូម្បីតែមួយចាគឺបំពងស្រួលមែនតើហ្មងអត់មានអាលាកដៃអាលាកជើងអីទេយើងប្រើភ្លើងតិចល្មមអញ្ចឹងទៅដាក់នំចូលមកផ្លែតទៅយើងប្រែចុះប្រែឡើងជាមួយនឹងភ្លើងតិចនឹងរហូតតតែនំរបស់យើងឡើងពណ៌រាងក្រហមល្មមតាមដែលយើងចង់បានគឺស្រង់ចេញមកស្រង់ឲ្យទុកឲ្យស្រស់ខ្លាញ់ទើបខ្ញុំយកមកចាក់នៅក្នុងចាថាសឬក៏កូនចានមួយដែលយើងត្រូវដាក់អញ្ចឹងណាហើយដូចបងប្អូនឃើញអញ្ចឹងសាច់នំរបស់យើងគឺឡើងកឡាតល្អមែនតែម្ដងពណ៌ហើយស្រួយខាងក្រៅខាងក្នុងទន់ឲ្យឆ្អិនបានល្អណាស់បងប្អូនហើយបន្ទាប់ពីនំយើងឆ្អិនហើយយើងទុកម្លែកទៅងាកមកកូរស្ករដំបូងខ្ញុំដាក់ល្ងរបស់យើងនឹងលីងឲ្យវារៀងឈ្ងុយបន្តិចសិនទៅខ្ញុំដាក់ស្ករចូលកូរអញ្ចឹងណាឬបើសិនជាបងប្អូនចង់កូរស្ករហើយចាំដាក់ល្ងចូលតាមក្រោយក៏បានដែរគ្រាន់តែថាខ្ញុំលីងល្ងមុនអញ្ចឹងគឺវាបានក្លិនឈ្ងុយល្អលីងជាមួយនឹងភ្លើងតិចបានហើយបងប្អូនកុំឲ្យល្ងរបស់យើងវាឡើងពណ៌ឬក៏វាខ្លោចបន្ទាប់ពីលីងល្ងយើងរួចរាល់ហើយអស់ហើយយើងដាក់ស្ករយើងចូលមកលីងជាមួយនឹងគ្នាហ្មងទៅចាហើយដាក់អំបិលម៉ត់មកចុងសាភាបាយមកចានិយាយរួមគ្រប់ផ្អែមដែលយើងធ្វើមិនថាតែសាច់នំឬក៏យើងកូរស្ករទេគឺតែងតែមានបន្ថែមអំបិលម៉ត់បន្តិចហ្នឹងហើយចាហើយយើងកូរឲ្យស្កររបស់យើងឡើងតាំងម៉ែចាឡើងបែបលក្ខណៈថាដូចបងប្អូនឃើញពុះឡើងជើងក្រងអញ្ចឹងណា
ចាបន្ទាប់ពីឃើញឡើងពុះឡើងតាំងម៉ែអញ្ចឹងហើយយើងបិទភ្លើងទុកទៅបងប្អូនបិទភ្លើងទុកហើយចារៀងចុះត្រជាក់បន្តិចល្មមកុំឲ្យត្រជាក់ពេកហើយក៏កុំឲ្យក្តៅខ្លាំងពេកដែរព្រោះបើក្តៅខ្លាំងពេកស្ករនៅរាវយើងជ្រលក់ទៅវាអត់សូវជាប់នៅពេលដែលវាមកល្មមយើងជ្រលក់ទៅវាជាប់ល្អអញ្ចឹងណាបងប្អូនចាហើយនៅពេលដែលជ្រលក់បើសិនជាស្កររបស់យើងចាប់ផ្ដើមត្រជាក់រឹងជ្រលក់អត់កើតយើងបើកភ្លើងបន្តិចវិញទៅចាជ្រលក់រហូតតតែអស់នំមកគឺជាការស្រេចឲ្យដោយបងប្អូនឃើញអញ្ចឹងជាប់ស្ករល្អមែនតែនតែម្ដងបងប្អូនចាមិនរាវពេកទេសាច់ស្ករមកក្រាស់ល្មមហើយជាមួយនឹងល្ងរបស់យើងទៀតចាអូយនិយាយពីក្លិនឈ្ងុយរសជាតិឆ្ងាញ់មែនតែនដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតឆ្ងាញ់ណាស់បងប្អូនបើមិនជឿទេធ្វើសាកទៅដឹងរសជាតិហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ share វីដេអូ like វីដេអូផងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ